សួស្តីបងប្អូនថ្ងៃនេះមកមីនឹងមកបង្ហាញបងប្អូនពីរបៀបធ្វើនំ Castella ឲ្យមានរសជាតិឆ្ងាញ់និងទន់ជាដំបូងនេះគឺជាគ្រឿងផ្សំរបស់យើងបងប្អូនអាចមើលបានគឺមានម្សៅខេកពងមាន់ញែកជីផ្សនិងក្រហមមានដូចជាប៊ឺនិងទឹកដោះគោស្រស់ជាមួយនឹងក្លិនវ៉ានីឡាក៏ដូចជាស្ករសនេះដែរខ្ញុំញែកជា2ដោយសារខ្ញុំត្រូវវាយជាមួយនឹងពងក្រហមខ្លះនិងដាក់លាយកូរជាមួយនឹងពងក្រហមជាមួយនឹងម្សៅហើយសម្រាប់ topic របស់ខ្ញុំថ្ងៃនេះដែរដាក់ពីលើនំគឺមានជាមួយ chocolate chip ជាមួយនឹងគ្រាប់ almond ចំណិតអញ្ចឹងហើយជាដំបូងបងប្អូនអាចមើលបានខ្ញុំរៀបចំផ្សំថ្លឹងគ្រឿងក្នុងវីដេអូនេះដែរខ្ញុំនឹងប្រាប់បងប្អូនលម្អិតអំពីគ្រឿងផ្សំ chip ដាក់ខាងលើដែរម្សៅមកមិនខ្លះយើងខនៅម្សៅខេកជាដំបូងខ្ញុំថ្លឹងនៅម្សៅខេកខ្ញុំប្រើម្សៅខេកចំនួន100ក្រាមទឹកដោះគោស្រស់100ក្រាមដូចគ្នាជាមួយនឹងប៊ឺសាប100ក្រាមដែរចំពោះទឹកដោះគោនិងប៊ឺនេះគឺខ្ញុំបានយកទៅរំលាយហើយបងប្អូននេះឥឡូវខ្ញុំធ្វើការចាក់ទឹកដោះគោស្រស់ជាមួយនឹងប៊ឺចូលម្សៅខេកឲ្យយើងបានថ្លឹងនិងរែងហើយអញ្ចឹងខ្ញុំការកូរឲ្យសព្វតមកខ្ញុំក៏ដាក់ស្ករសនេះគឺខ្ញុំញែកជា2ស្ករសទាំងអស់មានចំនួន100ក្រាមដែរខ្ញុំញែកជា2មួយចាន50ក្រាមចាន50ក្រាមខ្ញុំកូរជាមួយនឹងម្សៅសម្រាប់50ក្រាមទៀតខ្ញុំនឹងដាក់បន្ថែមនៅពេលក្រោយនៅពេលដែលខ្ញុំវាយពងសឥឡូវយើងដាក់ស្ករសកូរជាមួយដល់គូស្រស់អីហើយយើងក៏ចាក់នៅពងមាន់របស់យើងពងមាន់ថ្ងៃនេះគឺខ្ញុំប្រើចំនួន6គ្រាប់ញែកជា2សផ្សេងក្រហមផ្សេងយើងដាក់ពងក្រហមចូលហើយយើងធ្វើការកូរវាឲ្យសព្វទៅដើម្បីឲ្យពងមាន់របស់យើងសព្វជាមួយនឹងល្បាយម្សៅនិងទឹកដោះគោដែលយើងបានដាក់ចូលខាងដើមចាំបងប្អូនធ្វើការកូរបន្តិចណាកូរឲ្យខ្លាំងតិចដើម្បីឲ្យពងមាន់របស់យើងគឺវាឡើង smooth សព្វសាច់ល្អហើយខ្ញុំក៏បានបន្ថែមនៅក្លិនវ៉ានីឡាដើម្បីធ្វើឲ្យនំរបស់យើងពេលដុតមកគឺមានឈ្ងុយឆ្ងាញ់តែម្ដងក្លិនវ៉ានីឡារបស់យើងមកច្រូចមកបងប្អូន